ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលនិងបញ្ជូនបន្តទៅសភាព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃច័ន្ទបានអនុម័តការសម្របសម្រួលដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលបានបំបែកភាពជាប់គាំងរយៈពេលមួយសប្តាហ៍ដែលបានរំខានដល់អត្ថប្រយោជន៍អាហារសម្រាប់មនុស្សរាប់លាននាក់ធ្វើឲ្យកម្មករសហព័ន្ធរាប់សែននាក់មិនបានទទួលប្រាក់ឈ្នួលនិងចរាចរណ៍ផ្លូវអាកាសត្រូវបានជាប់គាំងយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បានដឹងថាការបោះឆ្នោតដោយសម្លេង60ទល់នឹង40បានអនុម័តដោយមានការគាំទ្រពីសមាជិកសភាសាធារណរដ្ឋស្ទើរតែទាំងអស់និងគណៈបកប្រជាធិបតេយ្យចំនួន8ដែលបានស្វែងរកមិនជោគជ័យក្នុងការភ្ជាប់មូលនិធិរបស់រដ្ឋាភិបាលទៅនឹងការឧបត្ថម្ភធនសុខភាពដែលនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះខណៈពេលដែលកិច្ចព្រមព្រៀងបង្កើតការបោះឆ្នោតនៅខែធ្នូលើការឧបត្ថម្ភធនទាំងនេះដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនអាមេរិក24លាននាក់វាមិនធានាថាពួកគេនឹងបន្តនោះទេកិច្ចព្រមព្រៀងនេះនឹងស្ដារការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារសហព័ន្ធដែលសមាជិកសភាអនុម័តឲ្យផុតកំណត់នៅថ្ងៃទី1ខែតុលាហើយនឹងបញ្ឈប់យុទ្ធនាការរបស់លោកប្រធានាធិបតីដូណាល់ត្រាំដើម្បីកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធដោយការការពារបញ្ឈប់ការងាររហូតដល់ថ្ងៃទី30ខែមករាវាបន្តទៅសភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋជាកន្លែងដែលប្រធាន Mike Johnson បាននិយាយថាលោកចង់អនុម័តឲ្យបានឆាប់នៅថ្ងៃពុធហើយបញ្ជូនវាទៅឲ្យលោកត្រាំដើម្បីចុះហត្ថលេខាលើច្បាប់លោកត្រាំបានហៅកិច្ចព្រមព្រៀងដើម្បីបើករដ្ឋាភិបាលឡើងវិញថាល្អណាស់កិច្ចព្រមព្រៀងនេះនឹងពង្រីកការផ្ដល់មូលនិធិរហូតដល់ថ្ងៃទី30ខែមករាដោយទុកឲ្យរដ្ឋាភិបាលសហព័ន្ធសម្រាប់ពេលនេះលើផ្លូវមួយដើម្បីបន្តបន្ថែមប្រហែល 1.8 ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ចំណុចចំនួន 38 ពាន់លានដុល្លាររបស់ខ្លួនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry